Group ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជាទីស្រឡាញ់ថ្ងៃនេះខ្ញុំមានប្រភេទ Amber Stone មួយប្រភេទដែលទម្រង់ Amber នេះគឺនៅសភាពធម្មជាតិច្រើនមានន័យថាមិនទាន់និយាយថារឹងខ្លាយទៅជាថ្មប៉ុន្តែទម្ងន់ទាំងលក្ខណៈគឺនៅបែបជ័រច្រើនយើងមើលទៅដូចជ័រកមួនជ័រឈើនេះគឺជាប្រភេទជ័រឈើដែលបានស្រក់តក់នៅនឹងដីរាប់ពាន់ឆ្នាំហើយកប់ជាមួយនឹងដីដែលជាប្រភេទដីដែលមានសមាធាតុរ៉ែក៏ដូចជាដីដែលហប់ដែលបានរុំព័ទ្ធអំបូរជ័រនេះឲ្យបានកក់រឹងខ្លាយទៅជាថ្មហើយរាប់លានឆ្នាំទៅកក់រឹងខ្លាយទៅជាថ្មហើយយើងអាចយកមកច្នៃជាអលង្ការជាអីបានបងប្អូនអរគ្នាមានប្រភេទសាច់ខ្លះគឺសាច់ថ្លាខ្លាំងរហូតដល់ថ្នាក់យើងមើលទៅឆ្លោះដូចកញ្ចក់ហ្នឹងហើយនេះបងនេះស្តៀងនឹងជ័រស្អុងស្តៀងនឹងជ័រផ្ដៀកជាទៀលហ្នឹងហើយស្តៀងគ្នាបងប្អូនអរគ្នាសាច់ហើយយើងចាប់មើលក៏ស្តៀងគ្នាដែរហើយឡើយខ្ញុំបុកពលឺបងប្អូនអរគ្នាទស្សនាយើងបុកពលឺទៅចូលនេះឃើញចូលសាច់លឿងស្អាតមែនទែនហើយខ្ញុំបិទ flash តែម្ដងបងប្អូនប្រហែលជាមិនដែលបានដឹងឬមួយក៏បានដឹងតិចតួចតាក់ទងជាមួយនឹងថ្មក្រមួនដែលកើតចេញពីជ័រឈើហេតុអីបានហៅថ្មក្រមួនដោយសារតែសភាពសាច់របស់គេឡើងទៅជាសាច់ល្អួតកមួតដូចកមួនអញ្ចឹងបងប្អូនអរគ្នាប៉ុន្តែគេបានកក់រឹងខ្លាយទៅជាថ្មដូចឈើដូចអីអញ្ចឹងមានពេលខ្លះក្របឈើក្របធុញជាតិក្របអីមួយចំនួនក៏អាចកក់រឹងខ្លាយទៅជាថ្មដែរអាស្រ័យទៅលើបរិបទនៃទឹកដីនោះគឺមានការប្រែប្រួលលឿនលឿនប៉ុន្មានយឺតប៉ុន្មានអីប៉ុន្មានអញ្ចឹងណាកប់ដើម្បីកប់រុំព័ទ្ធអំបូរសាច់អស់នេះចូលទៅក្នុងដីហ្នឹងហើយគឺសាច់បែបនេះកម្របងប្អូនអរគ្នានេះជ័រឈើបានកក់រឹងខ្លាយទៅជាថ្មកម្រហើយនៅបរទេសគេមានសម្បូរដែរប៉ុន្តែសាច់របស់គេឡើងលក្ខណៈថាថ្លាបងប្អូនអរគ្នាថ្លាហើយមានសម្ោចមានសង្អាមានមូសបាទមានអីផ្សេងនៅផ្នែកខាងក្នុងនៃសាច់របស់គេហើយដោះមកជាមូជាក្របប៉ុន្តែកម្រមានក្របធំដែរហើយដល់ពេលមានក្របធំគឺនៅអញ្ចឹងណានៅអញ្ចឹងតែបើថាក្របតិចតួចអាចនឹងលក្ខណៈថាបើសិនជាក្របតិចតួចអាចនឹងប្រែប្រួលសភាពសាច់ល្អម៉ត់ម៉ងភ្លឺថ្លាបានលឿនជាងបានពេញសាច់ពេញលក្ខណៈជាងធំគឺមិនងាយទេដូចផូស៊ីលឈើអញ្ចឹងបើថាផូស៊ីលឈើនឹងទូចមើលទៅសាច់កមួនគុជស្អាតប៉ុន្តែដល់ពេលធំគឺមិនសូវទេមិនងាយទេមួយទៀតគឺពេលខ្លះអាស្រ័យទៅលើកម្លាំងធម្មពលរ៉ែនៅក្នុងទឹកដីនឹងខ្លាំងដែរទៅធ្វើឲ្យសមាធាតុរ៉ែអំបូរសាច់ឬក៏ដូចជាទឹកនៃរ៉ែស៊ីលីកាអីផ្សេងៗនឹងអាចចាប់សាច់បង្កើតទៅជាថ្មប្រណិតថ្មពិសេសថ្មដ៏មានតម្លៃបានប៉ុន្តែក៏រាប់ថាមានតម្លៃព្រោះដោយសារតែជារឿងដែលកម្រជារឿងដែលពិសេសហ្នឹងហើយខ្ញុំចេះតែប្លែករហូតបងប្អូនអរគ្នាហើយបងប្អូនចេះតែតាមដានចេះឃើញប្លែកពីខ្ញុំរហូតហ្នឹងឥឡូវនេះខ្ញុំបានធ្វើការកាត់បងប្អូនអរគ្នាកាត់ដើម្បីមើលសាច់ខាងក្នុងហើយខ្ញុំមិនទាន់បានអ៊ុតជាក់ស្ដែងទេឥឡូវយើងអ៊ុតបងប្អូនគ្នាណាបាទវាបហ្នឹងហើយអត់មានអីទេគាត់ថាយើងបានសាច់កមួនខាងក្នុងសាច់កមួនល្អហើយនឹងតម្រង់ពពុះធម្មជាតិរបស់គេស្តៀងJasper ណាសាច់ដូច Jasper អាចមានគ្រីស្តាល់អាចមានអីចឹងទៅព្រោះវាជាដំណើរនៃធម្មជាតិនៅក្នុងទឹកដីរ៉ែរបស់គេហ្នឹងគឺអាចនឹងមានអីផ្សេងប្លែកខ្ញុំកាត់មើលគីឡូភ័ព្វសំណាងល្អបានជួបសាច់កន្លែងដែលមានមូសឬមើលសម្ោចខាងក្នុងហ្នឹងគឺរត់តែពិសេសហ្មងបងប្អូនគ្នាយកធ្វើត្បូងជៀននេះផ្សេងគឺស្អាតណាបាទទោះបីជាមានពេលខ្លះសាច់របស់គេមិនសូវជាថ្លាល្អប៉ុន្តែយើងឃើញរូបសម្ោចក្នុងហ្នឹងក៏រាប់ថាសំណាងដែរប្លែកពិសេសផងអូខេអរគុណច្រើនមានតែប៉ុណ្នេះបាទគោរពជម្រាបលា